មនុស្សម្នាក់ដែលកើតមកហើយប្រកាសជាស្លាប់ទៅវិញនៅថ្ងៃណាមួយនេះគឺជាច្បាប់ធម្មជាតិមិនថាក្មេងចាស់អ្នកចេះឬក៏អ្នកល្ងងនោះទេអ្នករាល់គ្នាគឺត្រូវតែស្លាប់មិនអាចជៀសផុតតើអ្នកចង់យល់ពីការពិតដែរទេការពិតបានប្រាប់អ្នកទុកជាមុនហើយមែនទេព្រះច័ន្ទក្នុងពេលរាត្រីគឺជាឧទាហរណ៍ដ៏ធំមួយដើម្បីពិសោធន៍របស់ច្បាប់ធម្មជាតិមានវងតារាជាច្រើននៅជាមួយនឹងព្រះច័ន្ទថ្មីហើយក៏បានរះឡើងរៀងរាល់រាត្រីនៅពេលដែលមានអានុភាពនៃពន្លឺព្រះច័ន្ទអាកាសធាតុក៏ភ្លឺស្វាងតែនៅពេលដែលព្រះច័ន្ទលិចភាពងងឹតក៏ចូលមកដល់ដដែលតាមការពិតភាពងងឹតមិនអាចភ្លឺឡើងវិញទេបើគ្មាននរណាម្នាក់យកភ្លើងឬក៏អ្វីមួយបំភ្លឺជីវិតកូនប្រុសអ្នកជាបេះដូងរបស់អ្នកមែនទេកណាគេគឺជាកាយភ្នែករបស់កណាគេនៅក្មេងណាស់ពេលនេះអ្នកត្រូវស្ងប់អារម្មណ៍អាត្មាសូមប្រាប់រឿងមួយទៅចុះសច្ចៈគឺជាបរមសុខនៃជីវិតដរាបណាជីវិតមានក្តីទុក្ខសេចក្តីទុក្ខតែងតែតាមរកមនុស្សលោកដូចជាអន្ទោលតាមប្រាណឬគល់ដែលបណ្ដាលឲ្យកើតសេចក្តីទុក្ខគឺដោយសារតែចំណង4ប្រការដែលចងភ្ជាប់ជាមួយអ្វីគ្រប់យ៉ាងធ្វើឲ្យយើងដឹងថាគ្រប់យ៉ាងគឺតាមមកជាមួយយើងព្រះពុទ្ធខ្ញុំមិនចាស់ដកខ្លួនពីសេចក្តីទុក្ខដោយរបៀបណាពិតជាមានផ្លូវដោះស្រាយបានចេញពីសេចក្តីទុក្ខបណ្ដាលមកពីអវិជ្ជាមិនថាជារឿងអ្វីឬក៏នៅក្នុងស្ថានភាពបែបណាក៏ដោយចុះមិនថាជាសេចក្តីទុក្ខឬក៏ជាសេចក្តីសុខទេយើងត្រូវធ្វើចិត្តឲ្យស្ងប់នៅពេលដែលយើងធ្វើដំណើរនៅតាមផ្លូវនេះយើងអាចស្រែកចំណងទាំង4ប្រការបានហើយយើងនឹងអាចទៅដល់ទីបំផុតនៃការពិតហើយក្នុងពេលនោះចិត្តរបស់យើងនឹងបានស្ងប់ផុតពីអ្វីទាំងអស់យើងនឹងដឹងថាជីវិតនិងសេចក្តីស្លាប់គឺជាដីនិងខ្យល់ដែលបានបែងចែកដូចគ្នា